នេះចង់ប្រាប់បងបងថាតម្រាំទាំងមានថ្ងៃនេះបងបងទាំងអស់គ្នាគឺយើងត្រូវកសាងកេរ្តិ៍ឈ្មោះកិត្តិយសច្រើនមែនទែនដើម្បីឲ្យបងប្អូនគាត់ជឿទុកចិត្តដើម្បីបងបងមកទិញអញ្ចឹងបងបងដែលគាត់បានកំងអីវ៉ាន់ទាំងអស់គឺគាត់មានទំនុកចិត្តជាមួយនឹងខាងរបស់ខ្ញុំមែនទែនចាហើយបងប្អូនឃើញថាអូយអីវ៉ាន់ច្រើនអីចឹងមិនមែនទុកគឺយើងមានអីវ៉ាន់ច្រើនមកបានទេបងប្អូនទាំងអស់គ្នាដោយសារតែទី1គឺភ្ញៀវគាត់ទិញយើងទិញឲ្យទិញទៀតបានយើងអាចនឹងយកអីវ៉ាន់កាន់តែច្រើនមកបានអញ្ចឹងមិនមែនលក់មួយថ្ងៃដែលមានអីវ៉ាន់បានប៉ុណ្ណឹង2ថ្ងៃមួយខែ2ខែបានអីវ៉ាន់អញ្ចឹងណាបងប្អូនទាំងអស់គ្នាសូមបញ្ជាក់ណាគឺលក់ដោយទំនុកចិត្តមានការទុកចិត្តពីអតិថិជនទាំងអស់បានខ្ញុំមានថ្ងៃនេះមានអីវ៉ាន់ច្រើនដូចថ្ងៃនេះមានអតិថិជនទុកចិត្តច្រើនបានយកអីវ៉ាន់មកច្រើនដើម្បីលក់ជូនចាផ្គត់ផ្គង់ជូនបងប្អូនទាំងអស់គ្នាមិនលក់មួយខែ2ខែមានអីវ៉ាន់ទាំងអស់នេះណាបងប្អូនទាំងអស់គ្នាសូមបញ្ជាក់ណាអញ្ចឹងបងបងខ្លះគាត់តែបានទិញខ្ញុំគាត់យកចិត្តវាយប្រហាបងប្អូនទាំងគ្នាទាំងដែលអត់ដែលបានទិញខ្ញុំសោះជាពិសេសផាជាពីច្រើនគាត់អ្នកវាយប្រហានោះគឺគាត់ជាអ្នកគេហៅថាលក់អីវ៉ាន់ដូចគ្នាធម្មតាបងបងអើយកុំធ្វើអញ្ចឹងអីកន្លែងណាដែលយើងគិតថាគាត់កន្លែងលក់ធូរយើងមកសហការមកយកអីវ៉ាន់ពីគាត់គាត់មានតម្លៃពិសេសជូនយើងទៅលក់តម្លៃដូចគាត់បានគឺលក់បានដូចគ្នាឧទាហរណ៍ថាខ្ញុំលក់តម្លៃ1 $1អញ្ចឹងពេលបងយក10ឡូមិនមែនតម្លៃ$1ហ្នឹងណាខ្ញុំចុះច្រើនមែនតើអញ្ចឹងបងចង់យកតម្លៃ10ឡូ20ឡូយកពីខ្ញុំទៅបងចង់លក់អីវ៉ាន់$1ដូចខ្ញុំក៏បានដែរមូលហេតុខ្ញុំទុកជើងក្រោយបងបងដែលគាត់យកទៅបោះដុំច្រើនគាត់មានម៉ូយធំយកពីគាត់បានដូចគ្នាណាបងណាចាអញ្ចឹងខ្ញុំលក់ទុកជើងក្រោយឲ្យបងបងទាំងអស់គ្នាតែម្ដងណាបងអាចមើលបានជាក់ស្ដែងកន្លែងខ្ញុំរកស៊ីឲ្យបងប្អូនទុកចិត្តណាបានសិនបានមានថ្ងៃនេះមានអីវ៉ាន់ច្រើនដល់ថ្ងៃនេះគឺដោយសារតែខ្ញុំលក់យូរឆ្នាំមកហើយម៉ូយចាស់ម៉ូយថ្មីម៉ូយដែលមិនទាន់ទិញសោះទិញម្ដងគឺដឹងតែញ៉ាំដោយសារអូយមិនជឿថាមានតម្លៃនឹងសោះមិនជឿថាតម្លៃនេះខ្ញុំលក់បានសោះមូលហេតុនោះគឺខ្ញុំនាំចូលដោយខ្លួនឯងមិនបានយកតគេថាបានយកតបងប្អូនណាគឺខ្ញុំកាត់អីវ៉ាន់ពីស្រុកគេដោយខ្លួនឯងអញ្ចឹងគឺតម្លៃមួយដែលខ្ញុំដាក់ជូនបងប្អូននៅស្រុកខ្មែរគាត់បោះដុំតម្លៃដូចខ្ញុំបានយក10 20ឡូខ្ញុំដាក់តម្លៃពិសេសជូនគាត់នឹងអាចលក់តម្លៃ$1ដូចខ្ញុំបានបងប្អូនចាអញ្ចឹងបងបងដែលគាត់បោះដុំធំអីកុំបារម្ភបងសំឡាញ់គឺខ្ញុំទុកជើងឲ្យបងខាងក្រោយដើម្បីបងបោះដុំឲ្យបានតម្លៃដូចខ្ញុំបានអញ្ចឹងចាបងយក100ឡូបងអាចបោះ10ឡូបានដែរចាដោយសារខ្ញុំមានតម្លៃទុកជូនបងបងទាំងអស់គ្នាឲ្យបងបងគាត់យកទៅលក់ចំណេញច្រើនដូចសាប៊ូកក់សក់គឺលក់ទៅ12000 10000អីចឹងណាបងបានយកពីខ្ញុំទៅបើទិញតែមួយសាកទៅ1.5កែដល់ពេលបងបងដែលគាត់យកច្រើន100ឡូឬក៏50ឡូបងអាចបោះតម្លៃ10ឡូបាន10ឡូគឺតម្លៃធូរមែនតើយកទៅលក់ដូចខ្ញុំ1 រៀលកន្លះ1 រៀលកន្លះចឹងទៅបងបងទាំងគ្នាតម្លៃសិតតែពិសេសជូនបងបងណាបងណាចាអញ្ចឹងបងបងដែលគាត់ចង់បានអីវ៉ាន់ដែលធូរថ្លៃបងអាចមើល shop ខ្ញុំលេងបានបងប្អូនទាំងគ្នាតម្រុំថ្ងៃនេះគឺបងប្អូនជឿទុកចិត្ត